Ok,ជំរាបសួរអ្នកនរគ្នាចឹងស្វាគមន៍សប្តាហ៍ថ្មីជាមួយchannel មកកាន់ channel របស់ខ្ញុំចឹងថ្ងៃនេះផងដែរគឺយើងធ្វើការខ្ញុំធ្វើការប្រាប់អ្នកនរគ្នាពិធីផ្សេងជាមួយនឹងដំណោះស្រាយផ្សេងក្នុងការដំឡើងFlutter ចឹងដោយសារតែធម្មតាទេ Flutter យើងដំបូងយើងអត់អាចមានសុកវាមានហ្មងទេចឹងយើងអាច check មើលទៅឧទាហរណ៍បើហៅ Flutter Doctor អាហ្នឹងគឺការឆែកថាយើងមាន Flutter នៅអូខេនេះគឺខ្ញុំបានតម្លើងរួចអស់ហើយអញ្ចឹងខ្ញុំនឹងប្រាប់ធូរក្នុងការតម្លើងហើយជាមួយនឹងវិធីផ្សំផ្សេងសម្រាប់ឲ្យអ្នកគ្នាធ្វើការតម្លើងពេលក្រោយទៅពេលមានបញ្ហាអីអ្នកគ្នាអាចធ្វើការដោះស្រាយបានអញ្ចឹងហើយក្នុងនោះដែរគឺយើងឃើញថាខ្ញុំបានដោះស្រាយបញ្ហាវាអស់ហើយអញ្ចឹងពេលអ្នកនរតម្លើងមកដំបូងមកគឺអត់អាចវាល្អអាចខ្ចោះអញ្ចឹងឯងអញ្ចឹងឧទាហរណ៍ថានេះ and វាមាន Visual Studio Development អីនេះអញ្ចឹងវាអាចមាននិយាយទៅវាមាន common នេះខ្លះអញ្ចឹងណាវាមាន common បញ្ហាខ្លះដែលវាจะកើតឡើងនៅពេលដែលយើងតម្លើងមកហ្នឹងគឺយើងដំបូងយើងត្រូវមានគេខ្លះអូខេយើងត្រូវការមានគេខ្លះសម្រាប់តម្លើង Flutter គឺយើងត្រូវមាន Flutter SDK មួយយើងត្រូវមាន Android SDK ដែរអានេះជាទៀតខ្ញុំនឹងប្រាប់អ្នកនរគ្នាហើយតមកយើងមានយើងត្រូវមាន VS Code ចឹងអ្នកនរគ្នាត្រូវ download 3ហ្នឹងដើម្បីធ្វើការប្រើប្រាស់ Android Studio ទៅការប្រើប្រាស់ Flutter ចឹងដំបូងហ្នឹងយើងអាចចូលមកកាន់នេះរបស់យើងបានដោយយើងអាចវាយទៅ Flutter ចឹង Flutter នេះក៏បានអូខេឥឡូវ SDK មកនេះយើងអាច get started មកហើយយើងធ្វើតាមបន្តទៅមកហើយកុំភ្លេចអ្នកនរចូលទៅ config កន្លែង env ផងពេលអ្នកនរតម្លើងហើយអ្នកនរត្រូវការនេះធ្វើការធ្វើអានេះដើម្បីមាន Flutter មានអីយ៉ាងទៅហើយជាមួយនឹងនិយាយទៅធ្វើមិនឲ្យវាមាននៅខាងក្នុងនេះយើងអាចដាក់ new អីចឹងមកហើយយើងទៅ copy file path អីក៏បានដែរពីក្នុង folder ដែលយើងបានតម្លើង Flutter ហ្នឹងមកហើយយើងជ្រើសរើសយកនេះយកអាមានកន្ទុយ bin នេះមកយើង copy ខាងលើនេះឧទាហរណ៍ថាឥឡូវវានេះយើងពេលយើងចូលទៅដល់ហើយយើងមានកន្ទុយ bin ខាងក្រោយនេះយើងចូលទៅមកក្នុងនេះមកហើយយើង copy អាហ្នឹងមកហើយយើងយកបកានេះ paste new នៅក្នុងនេះមកចឹងឥឡូវខ្ញុំមានហើយចឹងខ្ញុំអត់ត្រូវការធ្វើអីបន្ថែមទៀតទេចាំពេលអ្នកនេះហើយអ្នកនេះចុច apply អូខេមកចឹងវានឹងធ្វើការតម្លើងនៅចឹង Flutter យើងហើយមួយចំហៀនណាឥឡូវយើងធ្វើការចុច CMD ទៀតដើម្បី run Flutter Doctor គេនៅពេលអ្នកនរគ្នា run ទៅវានឹងជួបបញ្ហានេះមួយ Android 2 chain នេះអញ្ចឹងក្នុងករណីអ្នកនរគ្នាជួបបញ្ហាហ្នឹងអញ្ចឹងអ្នកនរគ្នាត្រូវចូលទៅកាន់នេះមក Android គឺអ្នកនរគ្នាត្រូវ down Android Studio វាមាន tool មានអីក្នុងហ្នឹងទៅអញ្ចឹងអ្នកនរគ្នា download នេះមកហើយយើងនិចបន្តទៅមកយើងអាចមើល YouTube ក្នុងរបៀប download ដើម្បីកុំឲ្យមានបញ្ហាមកក៏បានដែរនិយាយទៅវាមានរបៀបនៃការរៀបចំឲ្យស្រាប់អញ្ចឹងតែនេះខ្ញុំនឹងក្នុងវីដេអូនេះខ្ញុំនឹងធ្វើនៅខាងក្នុង Android Studio ហ្នឹងថាពេលយើងតម្លើងហើយទៅបើសិនជាយើងចង់ config យើងចូលទៅកន្លែងណាកន្លែងណីអូខេយើងអាចminimize វាសិនមកអញ្ចឹងយើងចូលទៅក្នុង Android Studio របស់យើងមកពេលនេះពេលយើងតម្លើងហើយពេលនេះអាចចូលបានហើយអ
ចឹងចូលបានហើយនេះមិនខ្វល់ទេនេះខកូដខ្ញុំផ្សេងទេយើងអាចចូលមកខាងក្នុងនេះហើយយើងចូលយក SDK Manager មកហើយនៅក្នុង SDK Tool អញ្ចឹងយើងត្រូវការគេខ្លះយើងត្រូវការអានេះត្រូវការតម្លើងអានេះហើយជាមួយនឹងអានេះហើយអាពីរនេះអញ្ចឹងទៅភាគច្រើនវាមកអូតូហើយតែបើសិនណាអត់មានទេអ្នកនេះអាចមើលបានហើយអា NK ជាមួយនឹង C make អីនេះអានេះចាំក្រោយក៏បានដែរចាំពេលអ្នកនេះ run connect ជាមួយនឹង Android Simulator ទៅក្នុងការ install នៅក្នុងការ run emulator របស់វានេះម៉ាស៊ីនវានេះចឹងអ្នកនរអាចតារាននៅក្នុង Visual Studio Code បានចឹងអ្នកនរបាច់តម្លើង manually ខ្លាចវាមានបញ្ហាមានអីចឹងណាដោយសារខ្ញុំធ្លាប់ជួបបញ្ហានឹងដែរចឹងrecommend ឲ្យអ្នកនរតម្លើងតាមនេះទៅហើយនិយាយទៅអាឃើញគ្រីសអ្នកនរអាចតម្លើងទៅហើយបើសិនណាជាអាពីរនេះអត់ទាន់មានអ្នកនរអាចតម្លើងដូចគ្នាចឹងទុកតាពីរនេះបានហើយទុកតាអានេះ uncheck ទៅបាច់ធ្វើអីវាទេអានឹងដល់ពេលយើង run ជា emulator ទៅវានឹងធ្វើការ install ខ្លួនឯងចាឥឡូវយើងអូខេមកចុច apply ចុចអូខេមកអានេះអត់អីទេចឹងនៅខាងក្នុងដែរគឺយើងមានតែប៉ុណ្្នឹងទេសម្រាប់ Android 2 chain នេះហ្នឹងចឹងយើងអាច run command យើងដដែលមក flutter doctor មកចឹងនៅពេលហ្នឹងអ្នកនរនឹងឃើញថាអានេះវាចេញដូចខ្ញុំចឹងដែរនិយាយទៅវាអត់មានអីច្រើនទេវាមានតែប៉ុណ្្នឹងវាចេញចឹងមកហ្មងហើយបើសិនជាលក្ខករណីថាចេញនៅតែចេញពណ៌លឿងចេញស្ញៅទៀនដដែលទេចឹងអ្នកនរអាច copy អាហ្នឹងយកទៅសួរ ChatGPT បានដោយសារយើងអាចមានបញ្ហាផ្សេងៗគ្នាអញ្ចឹងចឹងនៅពេលដែលមានបញ្ហាអ្នកនរអាច copy ហ្នឹងទៅហើយសួរ ChatGPT ឲ្យបានអញ្ចឹងទៅចំណែកអាមួយទៀតចឹងអានេះ Visual Studio នេះអានេះសម្រាប់Windows app Windows អីចឹងទៅអញ្ចឹងអាហ្នឹងអ្នកនេះគ្រាន់តែចូលមកឲ្យវាយពាក្យថា Visual នេះ Visual Studio នេះ Visual នេះ Visual Studio VISUAL នេះអញ្ចឹងអ្នកនេះ installer នេះយើង search រកអាហ្នឹងមកហើយយើងចុចលើវាមកអូខេអញ្ចឹងយើងបើកវាអីចឹងអ្នកនរគ្នានឹងឃើញទាំងអស់នេះហើយជាមួយនឹងពាក្យ modify ចឹងអ្នកចុច modify មកចឹងនៅខាងក្នុងនេះយើងនឹងអាច download អ្វីផ្សេងៗច្រើនអញ្ចឹងអីគេដែលអ្នកនរគ្នាត្រូវការគឺអាមួយនេះតាណាបាត់នេះអាមួយនេះdesktop development with C++ នេះហើយយើង complete tick នៅតាមអ្វីខ្ញុំបាន tick នេះផងអញ្ចឹងខាងក្រោមនេះយើងត្រូវការចាំបាច់Windows 10បើហើយបើយើងប្រើ Windows 11ដែរយើងត្រូវតម្លើងទាំង Windows 11ដែរទៅសំណួរសួរថាយើងត្រូវការ Windows 10ដែរអត់បើសិនជាយើងនៅយើងប្រើជា Windows 11គឺចម្លើយគឺថាត្រូវការដូចគ្នាទេអញ្ចឹងយើង download មកអានេះយើងត្រូវការ download វាមកយើង tick វាមកហើយអ្នកនេះចុច install អីចឹងទៅវាមាននៅកន្លែងនេះតែខ្ញុំអត់មានបានធ្វើអីទេអញ្ចឹងវាអត់ឲ្យខ្ញុំ install ទេអញ្ចឹងអ្នកនេះពេលចុច install មកហ្នឹងវានឹង load មកកន្លែងនេះដើម្បីធ្វើការ download ធ្វើការអីចឹងទៅអញ្ចឹងនៅពេលដែលវាហើយអាចឬមួយក៏អត់អាចមានន័យថាវាអាចនឹងទាមទារឲ្យអ្នកនេះ restart ទាមទារអញ្ចឹងទៅបើតាមគណិតខ្ញុំគួរតែ restart ម្ដងទៅដើម្បីឲ្យវាធ្វើការ change អីផ្សេងៗអញ្ចឹងទៅងាយស្រួលក្នុងការកុំឲ្យយើង config អីផ្សេងទៅវាមានលក្ខណៈ error អញ្ចឹងគឺថាបើសិនជាវាអស់ហើយនៅពេលដែលអ្នកនរធ្វើអាហ្នឹងហើយអ្នកនរអាច run Flutter Doctor សាមអីទៅអូខេអញ្ចឹងអ្នកនរបានឃើញបែបនេះដូចខ្ញុំ search ដូចខ្ញុំវាយ Flutter Doctor ពីដំបូងមកអញ្ចឹងវាអត់មានបញ្ហាអីច្រើនទេយើងមានតែប៉ុណ្្នឹងទេហើយបើសិនជាអ្នកនរជួបបញ្ហាថ្មីអញ្ចឹងអ្នកនរអាច copy អាហ្នឹងហើយ paste ចូលក្នុង ChatGPT ហើយធ្វើតាមវាមតនការហ្មងទៅដើម្បីងាយស្រួលដោយសារតែអានេះវាពេលខ្លះទៅវាអាចមានបញ្ហាតាមម៉ាស៊ីនមួយតែបើថាជាបញ្ហាទូទៅគឺខ្ញុំបានប្រាប់អ្នកនរអស់ហើយអញ្ចឹងពីវិធីពីអីអញ្ចឹងទៅ
អឺយើងអាចអានេះយើងអាចយើងអាចយើងមើលបាននេះពេលយើងបង្កើតហ្នឹងវាមាន project មានអីរបស់វាចឹងទៅអានេះជា Flutter ហើយគាត់ជា app ដែលយើងប្រើអឺជាដែល app ដែលគេឲ្យគេ build ដើម្បីសម្រាប់ឲ្យយើងប្រើតេស្តនៅលើ device ផ្សេងៗអញ្ចឹងណាចឹងអ្នកនរគ្នាបើសិនជាចាប់អារម្មណ៍អាចចូលទៅមើលខ្ញុំតេស្តបាននៅក្នុងវីដេអូមួយទៀតដែលខ្ញុំទៅផុសមកអញ្ចឹងទេអញ្ចឹងអរគុណច្រើនអ្នកនរគ្នាវីដេអូនេះមានតែប៉ុណ្្នឹងទេ